ប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃខែឆ្នាំណាបាទចម្លើយគឺនៅថ្ងៃទី7ខែកក្កដាឆ្នាំ2008នោះបន្ទាប់ទៀតតើប្រាសាទអង្គរវត្តត្រូវផ្ដើមកសាងដោយក្សត្រអង្គណាចម្លើយគឺសូរ្យវរ្ម័នទី2នោះបន្ទាប់ទៀតតើទន្លេមេគង្គមានប្រវែងសរុបចំនួនប៉ុន្មានចម្លើយគឺមាន4200គីឡូម៉ែត្រនិងសំណួរបន្ទាប់ទៀតតើទន្លេមេគង្គហូរកាត់ប្រទេសកម្ពុជាមានចំនួនប៉ុន្មានខេត្តចម្លើយគឺមាន4 5 6ហើយនិង7តើចម្លើយមួយណាជាចម្លើយត្រឹមត្រូវកុំភ្លេចចូលរួមឆ្លើយនៅសំណួរចុងក្រោយទាំងអស់គ្នាអរគុណច្រើន